តោះទាំងអស់គ្នាចឹងយើងបន្តទៀតណានេះគឺជាវីដេអូទី3ហើយណាដែលយើងធ្វើពី homework ទី2នេះណាតោះបន្ទាប់ពីយើងទាត់បានមួយជើងបាយចឹងហើយអញ្ចឹងវាមិនទៀតយើងទៅ download ណាចូលទៅ Google ឬក៏ YouTube ប្រហែលជា YouTube ទៅចុះណាទៅ downloadវាយពាក្យថា green screen mirror break ឬក៏flag chai ហ្នឹងហើយយើងទៅរកមើលអាមួយណាតែមួយទៅវាទំនងជាងគេអូនប្រហែលថាទាត់មួយជើងចំកញ្ចក់វាបាយអញ្ចឹងទៅហើយចំ screen ទូយើងបាយអញ្ចឹងណាអញ្ចឹងយើង download មកដាក់មកដើម្បីឲ្យវាមានសោភ័ណភាពបន្ថែមទៀតអញ្ចឹងយើងមើលអានេះវាទំនងអត់អញ្ចឹងទាំងអស់គ្នាទៅរកខ្លួនឯងណាតែខ្ញុំរកមើលអាណាតែខ្ញុំគិតថាតំណងតែបងប្អូនថាមិនតំណងក៏ចូលទៅ download ខ្លួនឯងទៅណាអត់អីទេកុំឲ្យខាតពេកគឺខ្ញុំយកអានេះត្មងកុំឲ្យពិបាកឲ្យច្រើនអញ្ចឹងវិធី download គឺចុចលើវាមកស្ដាំមកយកពាក្យថា copy video URL តមកចូល new tab យកពាក្យថា website www.ssyoutube.com ដើម្បី download អូនតែបងប្អូនមាន software ផ្សេងក៏មានទៅចោះតែលោកគ្រូ download តាមរយៈ website តែម្ដងបន្ទាប់ពីបានចេញមកអញ្ចឹងហើយយើងចុចទៅលើអាលើខាងលើនេះ720នឹងមកចាំបន្តិចបើចេញមកអញ្ចឹងលុបវាចោលសិនចូលភាសាទៀតចេញអញ្ចឹងទៀតលុបចោលទៀតមិនបញ្ចេញមកណាអញ្ចឹងចុចលើពាក្យថា download video ហ្នឹងហើយអញ្ចឹងបានណាយើងចុចទៅលើកន្លែង download ហ្នឹងហើយយករូប folder នេះមក show in folder អញ្ចឹងយើង copy ទុកកន្លែងណាមួយឧទាហរណ៍ថាខ្ញុំទុកក្នុង drive D ខ្ញុំដាក់ស្អីគេកាលហ្នឹង world map ហ្នឹងហើយហ្នឹងចុះបាទអញ្ចឹងយើងចូល After Effects វិញហៅវាមកនៅក្នុង world map មិញក្នុង drive D world map for Assam centered green screen effect ណា import មកវាមកហើយបន្តមកទៀតយើងចាប់វាដាក់ចូលទៅក្នុងនេះcom របស់យើងអូយតូចមែនតើនោះអើយប៉ុន្តែយើងគ្មានជម្រើសទេអញ្ចឹងយើងកាត់វាមកណាចុចលើវាហើយគៀបសំទោ alt គៀបខាងឆ្វេងកាត់តោះមកយើង scale ធម្មតាអញ្ចឹងមកយើងចូល transform ហើយ scale វាមកឬក៏មានពាក្យ fit to com ក៏មានអាហ្នឹងណាយើងរកម៉ៅស្ដាមឲ្យ fit to com មើលនៅណា fit to com នេះអូនចូលទៅកាន់ transform ម៉ៅស្ដាមចូល transform យកពាក្យថានេះ fit to com ណាចឹងចុចលើវាមកវា fit ហើយណាបន្តមកទៀតអូនចូលកន្លែង window យកពាក្យថា effect and preset ហ្នឹងមកហើយយកពាក្យថា key in ចាំមក plate key in ណាឬក៏ chroma key បើសិន after effect អ្នកខ្លះគាត់ set បានដល់ chroma key ទៀតតែបើអត់ទេយើងដាក់តែ key ទេមកវាចេញមកច្រើនជម្រើសណានេះ key light plus key cleaner plus advanced
suppressor ហ្នឹងណាយកមកយកខាងក្រោមនេះ key line ទៅទេក៏បានដែរណាយក key line ហ្នឹងចុចទៅដាក់លើវាមកទាញមកហើយយកកន្លែងនេះកន្លែង green screen នេះណាយកមក apply លើ green screen ហ្នឹងមកអញ្ចឹងវាដាច់ហើយណាអញ្ចឹងយើងមើលមកដាក់កន្លែងយើងតតបានមិញអូខេអញ្ចឹងកន្លែងណាប៉ះនេះមកប៉ះបួកអញ្ចឹងកន្លែងក៏កន្លែងត្រូវបែកដែរតោះយើងទៅមើលឃើញទេអាហ្នឹងដូចលោកគ្រូនិយាយមិនអញ្ចឹងនេះគឺជាកញ្ចក់តែខ្ញុំរើសតែបងប្អូនគិតថាវាមិនសមទេបងប្អូនរើសអាផ្សេងអញ្ចឹងណាព្រោះនៅក្នុង green screen វាមានច្រើនណាអូនណាតែនេះលោកគ្រូគាត់ថាលោកគ្រូខ្ជិលរហូតចំណាយពេលរហូតអត់ប្រយោជន៍អញ្ចឹងបងប្អូនឲ្យរហូតលោកគ្រូឲ្យបានណាខាងយើងសេរីធ្វើមិនឲ្យវាទំនងអូនខ្លួនឯងណាឬក៏ចំចេះសិននេះកន្លែងដូចទំនងជាងពេលមកបុកឲ្យម៉ាំងនេះបុកណែនេះនេះណាអានោះដូចទំនងជាងណាអញ្ចឹងខ្ញុំបានអានឹងមួយហើយបាទបានមួយបាទអញ្ចឹងចូលដល់ប្លង់បន្តទៀតតែខ្ញុំថតការពីល្ងាចមិញណាខ្ញុំ post ហ្នឹងហើយនេះគឺជាវីដេអូប្លង់ទី3បាទខ្ញុំថតមកពីប្លង់សកួរខ្ញុំនឹង forward ឲ្យទាំងអស់គ្នាដូចគ្នាចូលក្រុមបាទបន្ទាប់ពីយើងបាន download វីដេអូពី Telegram ហើយយើងហៅវាមក short 3នេះយកទាំងពីរចូលមកហើយយើង select មើលថាមួយណាដែលយើងចង់ប្រើយើងមើលទី1មកមិនដែរជាប្លង់ pen ណាជាប្លង់ pen ដោយអត់ចលនាទេទី2គឺអត់មានចលនាមិញអានេះគឺប្លង់ធម្មតាដែលអត់ចលនាបាទចឹងយកអត់ចលនាស្រួលធ្វើណាយើងទាញវាមកទាញអូខេសួស្តីបងប្អូនទាំងអស់គ្នាណានេះគឺជាវីដេអូចុងក្រោយនៃការរៀនសូត្ររបស់យើងហើយទាំងអស់គ្នាសូមផ្ញើខ្ញុំត្រឡប់មកវិញសប្តាហ៍ក្រោយថ្ងៃច័ន្ទណាម៉ោង 12 យប់យ៉ាងយូរប្រសិនបើលើសកុំបាច់ផ្ញើមកដឹងខ្លួនហើយណាអត់ចាំបាច់និយាយដែរហើយកុំឲ្យលោកគ្រូសកត់ធ្ងន់រហូតដល់លោកគ្រូបាត់បង់ស្នាមញញឹមនិយាយមកអូនណាយើងស្គាល់គ្នា3ឆមាសអញ្ចឹងដឹងទម្លាប់ហើយអូខេអញ្ចឹងយើងទៅមើល slide ទាំងអស់គ្នាណាគឺកន្លែងនេះពេលដែលតតវាបែកចាធ្វើម៉េចមិនបែកអញ្ចឹងណាទៅមើលម៉ាំងអានេះបាទវីដេអូរបស់គេណាតែលោកគ្រូនឹងលុបចោលធ្វើមិនសាច់ទេមើលនេះគេបែកទេនេះសួរថាយើងបានមកពីណាហ្នឹងអាហ្នឹងយើង download មកមិនមក download ពី Google ពី YouTube បងតើមួយជើងម៉ាំងតើហើយបែកកញ្ចក់បាទឃើញទេតែកន្លែងនេះពេលដែលវាហោះទៅកាត់ប្លង់ផ្ទះបាញ់ហើយបានវាឆេះមកវាហោះទៅទៀតណាហោះទៅទៀតរហូតមកដល់ចុងក្រោយនេះវាទៅបុកក្តាំងណាតាក្តាំងខ្ញុំអត់ទាន់ធ្វើឲ្យវាកពិតហើយណាអញ្ចឹងអ្វីដែលពួកយើងត្រូវធ្វើបន្តគឺទាំងអស់នេះណាគឺចេញមកហើយដុតម៉ាំងមួយជើងបែកតបពីបែកវាហោះបន្តប្លង់ហើយត្រូវផ្ទះបាញ់មួយទៀតបន្តពីផ្ទះបាញ់ហើយវាលឿនឆេះហើយវាគុំគ្នាវិញហើយបន្តផ្ទះចោលណាតោះថាពួកយើងទៅធ្វើវាកាត់ឡើងមិនអញ្ចឹងខ្ញុំលុបចោលវិញណាខ្ញុំលុបចោលហើយខ្ញុំទៅធ្វើភាសាទៀតខ្ញុំទៅធ្វើឡើងវិញដើម្បីបញ្ចូលបងប្អូនតោះអញ្ចឹងអាកញ្ចក់នេះសួរថាអាកញ្ចក់បែកនេះមកពីណាកញ្ចក់បែកនេះគឺបានមកពីយើងទៅ download ពីអរគុណពី YouTube មកអូខេ
តោះយើងទៅ download មិនយើងចូលទៅកាន់ YouTube ធម្មតាមកណាអូខេដាក់ថា mirror fracture ឬក៏ mirror breakdown អញ្ចឹងទៅណាសាចិត្ត mirror fracture fracture ច្រឡំ fracture ឬក៏ breaking down អញ្ចឹងទៅឃើញទេហើយ green screen ដាក់ green screen ណា green screen អូខេអញ្ចឹងវាចេញមកហើយអញ្ចឹងបងអូនចង់យកមួយណាក៏បានដែរមិនបាញ់មិនលោកគ្រូ download ហើយណាឥឡូវឧទាហរណ៍ថាបងអូនយកអាមួយនេះចុះណាបងអូនចុចលើវាមក KiloCode is a powerful បងអូនចុច mouse ស្ដាំលើវាយកពាក្យថា copy video URL វាយចូលទៅ YouTube មកចុចលើបូក new tab ហ្នឹងមកណាវាយពាក្យថា www 3 ដង ssyoutube.com មានន័យថាខ្ញុំប្រើ website នេះ download មកអញ្ចឹងខ្ញុំគ្រាន់តែ paste link ចូលក្នុងហ្នឹងមកវាចេញមកហើយចាំ template គេវាចេញមកណាអញ្ចឹងអូនចង់ download មួយណាអាហ្នឹងត្រូវទៅ open source AI coding assistant that supercharges your development workflow ហ្នឹងហើយនេះ copy video URL ណាខាចូលមកចាំវាបន្តិចទៅហ្នឹងហើយចេញមកហើយចេញយើងចុច download ធម្មតាអរុនសួស្ដីមេតបាទអញ្ចឹងយើងទៅ download មកចុចលើវាមកណាប្រសិនបើវាចេញស្អីផ្សេងអញ្ចឹងទៅយើងលុបវាចោលវិញទៅនេះអានេះចេញមកមិនត្រូវណា download video យើងចុចលើវាមកណាអូនអញ្ចឹងចាំមក play ទៅវារត់ចូលទៅកន្លែង download ហើយឃើញអត់នេះវាចូលទៅនេះណាdownload មកបានបន្ទាប់ពី download ហើយមកបងអូនទាញចូលមកណាឥឡូវបងអូនទុកណាស្រេចបងអូនតែខ្ញុំយកអ្វីខ្ញុំ download កាលពីម្សិលមិញមកហើយកញ្ចក់ខ្ញុំដាក់ថាម៉េចកញ្ចក់វិញឈ្មោះណាស់ចាំឡើយហ្នឹងអញ្ចឹងនេះកញ្ចក់របស់ខ្ញុំទាញមកខ្ញុំ import វាចូលមកបាទហើយទាញយកមកដាក់ខាងលើមកអញ្ចឹងកន្លែងកញ្ចក់ហ្នឹងយើងចុចនៅលើវា mouse ស្ដាំមកយកពាក្យថា transform យកពាក្យថា fit to com អញ្ចឹងវា fit ជាមួយ com យើងមកយើងកាត់យកកន្លែងណាដែលយើងគិតថាយើងយកមកប្រើប្រាស់អូនកញ្ចក់ហ្នឹងណាឥឡូវអូនយកកន្លែងណានេះឥឡូវខ្ញុំយកអាហ្នឹងណាអញ្ចឹងខ្ញុំកាត់យកអាហ្នឹងខ្ញុំប្រើអាលឲ្យគ្នាបមកខ្ញុំកាត់យកអញ្ចឹងខ្ញុំយកវាមកដាក់កន្លែងតតបាល់អ្នកជើងម៉ាំងនេះដើម្បី key វាអញ្ចឹងខ្ញុំត្រូវយកវាមក key ខ្ញុំចូលទៅកាន់ Windows យកពាក្យថាeffect and preset ហើយវាយពាក្យថា key ណា keyវាយមកបាទ key នេះវាចេញមកហើយណាវាមានច្រើនម៉ាស៊ីនបងអូនខ្លះមានដល់chroma key អញ្ចឹងទៅអញ្ចឹងពួកខ្ញុំប្រើ key light ណា key light ធម្មតានេះបាទអញ្ចឹងទាញវាចូលមកហើយចុចលើវាមកនេះកន្លែង effect control ហ្នឹងណាប្រសិនបើពួកអូនបាត់ effect control អូនអាចចូលទៅកាន់ Windows យកពាក្យថា effect control នឹងបានណា effect control នេះណាចុចលើវាមកវាចេញមកជំរឿនេះ effect control បាទហើយយើងយកអាខ្មៅដៃនេះមកដាក់លើវាមកវាដាច់ហើយឃើញទេហើយយើងចង់កែពណ៌កញ្ចក់ហ្នឹងឲ្យវាសសាមញ្ញកុំទៅខៀវអញ្ចឹងណាអញ្ចឹងយើងអាចចូលទៅកាន់ Lumetri color បន្ថែមទៀត Lumetri color ណាទាញវាចូលមកដាក់លើវាហើយយើងមើលក្នុង effect control យើងចូលទៅកាន់កន្លែង basic correction នេះណាអញ្ចឹងយើងដូរកន្លែង temperature វាឲ្យទៅតាមអ្វីដែលអូនចង់បានពណ៌ណាអូន
អូនចង់បានហើយអូនស្រែកខ្លួនឯងទៅឥឡូវលោកគ្រូយកធម្មតាចេះបានហើយណាកុំឲ្យវានេះឯញ៉ាច្រើនបាទអញ្ចឹងខ្ញុំចាប់ដើមកាត់កញ្ចក់ចេញមកហើយណាចាក់កាត់យកធម្មតានឹងយកធម្មតាអញ្ចឹងយើងកាត់មកអាល់គ្នាបខាងស្ដាំមកវាអស់អញ្ចឹងខ្ញុំ play ទាំងអស់គ្នាមើលថាតើកញ្ចក់យើងមិនតោះចង់ពង្រីកឲ្យវាធំអញ្ចឹងអូនយកនេះ selection tool ហ្នឹងចុចលើកន្លែងណាដែលអូនចង់ពង្រីកហ្នឹងហើយអូនចុចប៊ូតុងមួយខាងក្រោម escape ណាខាងឆ្វេងដៃខាងលើ port នេះចុចលើវាមកវាពង្រីកហើយយើងអាចដាក់ fit ក៏បានណាតោះយើង play មកមើលតើវាមិនបាល់យើងតើហើយអូនេះយើងដាក់ចេញមុនអញ្ចឹងខុសណាអញ្ចឹងយើងត្រូវតែឲ្យវាតតបាល់សិនបានចេញអាបែកកញ្ចក់នឹងបានណាតែសិនឃើញទេតើមកហើយហោះបុកកញ្ចក់សិនម៉ាំងអញ្ចឹងវាគួរតែមិនប៉ុណ្ណឹងក៏មិនតោះយើងមើលភាសាទៀតទាំងអស់គ្នា preview ធំតោះទៅហើយម៉ាំងឃើញទេចឹងបែកកញ្ចក់ទៅចឹងណាអូនណាបាទអូខេប៉ុណ្ណឹងបានហើយយើងកាត់តែប៉ុណ្ណឹងមកចឹងយើងបានកញ្ចក់បែកមួយណាទី2យើងចាប់ផ្ដើមធ្វើឲ្យវាឲ្យបាល់នឹងហោះបន្តឲ្យត្រូវផ្ទះបាញ់អញ្ចឹងណាចឹងត្រូវធ្វើម៉េចអញ្ចឹងខ្ញុំលុបចោលសិនដើម្បីធ្វើបង្ហាញបងជាថ្មីណាតោះចឹងយើងបន្តអញ្ចឹងខ្ញុំលុបចោលមិនហើយណាឥឡូវចូលទៅនេះខ្ញុំតាមពិតខ្ញុំចងវាចិត្តទៅជាខំមួយហើយប៉ុន្តែដំបូងឡើងអត់តអញ្ចឹងទេណាដំបូងឡើងអូនត្រូវតែយកតែនេះមកទៅដាក់បាល់មកសិនពួកយើងចង់ឲ្យបាល់ហ្នឹងវាហោះឆ្លងអីគេឆ្លងមកអញ្ចឹងណាឆ្លងប្លង់អញ្ចឹងយើងទាញបាល់ហ្នឹងមកហើយយើងយកអាប្លង់មកសិននេះប្លង់នឹងបានមកពីណាគឺជាប្លង់ថ្មីមួយដែលខ្ញុំទើបតែថតណានឹងយកប្លង់មកដាក់តអញ្ចឹងសិនមកបន្តមកទៀតយើងទាញបាល់ដដែលហ្នឹងបន្តទៀតនេះ football breaking ហ្នឹងយើង control D មក duplicate វាមកយើងទាញបន្តយើងលុប keyframe ចោលសិនណាយើងទាញត្រឹមវាបែកណាហើយយើង scale វាចុះតូចមកប៉ុណ្ណាសេចចិត្តអូនថាប៉ុណ្ណេះចុះហើយឲ្យវាហោះពីណាធម្មតាប្លង់នេះគឺតតចំមុខហ្នឹងអញ្ចឹងយើងកាត់ប្លង់មកគឺហោះប្លង់នេះហើយអញ្ចឹងឲ្យវាហោះពីឆ្វេងទៅស្ដាំមកយើង position វាពីឆ្វេងមកស្ដាំមកជា1នាទី1វិជាងឲ្យវាចំកណ្ដាលមកណាហោះមកចំកណ្ដាលអញ្ចឹងមកដល់ចំកណ្ដាលអញ្ចឹងយើងឲ្យវាមិនយើងឲ្យវាផ្ទះបាញ់ណាផ្ទះបាញ់ចំវាបួកណាហោះមកហើយអញ្ចឹងផ្ទះបាញ់ចំវាផ្ទះបាញ់ត្រូវធ្វើផ្ទះបាញ់មិនទី1យើងចូលមកស្ដាំខាងនៅលើ timeline នឹងមកយកពាក្យថា new យកពាក្យថា adjustment layer ទី2យើងកាត់ control គ្នាបខាងស្ដាំហើយខាងឆ្វេងមកកាត់វាមកណាហើយទាញ adjustment layer ដាក់នៅខាងលើ layer ដែលមានឈ្មោះថា breaking football breaking out ហ្នឹងមកដល់ចំណុចពាក់កណ្ដាលចាំឲ្យវាផ្ទះបាញ់អញ្ចឹងយើងកាត់ adjustment layer បន្តទៀតកាត់វាឲ្យខ្លីបានហើយផ្ទះបាញ់ដាក់បន្តិចបានហើយកុំច្រើនពេកយើងមើល keyframe វិញយក selection ចុចលើវាហើយសរ U មកវាចេញ keyframe មកណាឃើញទេហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងត្រូវផ្ទះបាញ់បាន adjustment layer ហើយបន្តមកទៀតអូនចូលទៅកាន់មកស្ដាំ
ចុច review មួយស្នាមយកពាក្យថា effect យកពាក្យថា obsolete ណាឬក៏ obsolete set on នេះហើយយកពាក្យថា lighting អាហ្នឹងហើយគឺយើងដាក់ផ្ទះនោះចេញចាប់ដើមយកផ្ទះមកណាផ្ទះបានពីណាពីចឹងទៅឧទាហរណ៍ណាហើយយើងដូរពណ៌វាមកទៅក្រសហើយទំហំវាទៀតយើងដូរទៅប៉ុន្មានអរុនសួស្ដីដូរទៅ18ណាហើយក៏លើនឹងស្រាច់ចិត្តអូនឥឡូវវាទៅអញ្ចឹងផ្ទះហ្នឹងប៉ុន្តែលោកគ្រូចង់ដាក់ឲ្យវាផ្ទះ2ខ្សែវាក៏ដាក់ទៅត្រឹម12បានណាលោកគ្រូចង់ដាក់ផ្ទះ2ខ្សែអញ្ចឹងលោកគ្រូចុចនៅលើអាកន្លែង effect control ផងផ្ទះហ្នឹងណាហើយចុចទៅលើ effect ឈ្មោះថា lighting ផ្ទះហ្នឹង control D មកអញ្ចឹងវាបានមួយទៀតហើយយើងទាញវាប្រជ្រះគ្នាមកដាក់ខាងនេះឧទាហរណ៍បាទហើយទាញឲ្យខាងក្រោមមកដាក់ខាងនេះអញ្ចឹងផ្ទះវាទៅអញ្ចឹងណាបានអញ្ចឹងឃើញទេបងចង់ដាក់មិនស្រាចិត្តអូនណាបន្ទាប់ពីផ្ទះបានទាំងហើយអញ្ចឹងយើងធ្វើឲ្យអាបាល់ហ្នឹងមិនធ្វើឲ្យបាល់ហ្នឹងភ្លើងឆេះហើយវារួមចូលគ្នាវិញអញ្ចឹងសួរថាយើងបានភ្លើងមកពីណាណាបាទយើងទៅតែដុតវាល្អមានអាកូដសម្ដីមួយនេះទាំងអញ្ចឹងយើងយកទៅចូលទៅ download កន្លែង Google Drive មិនមកសំទោស YouTube Drive មិនមកលើកនេះយើងដាក់អីគេលើកនេះយើងដាក់fire ម្ដងណា ball fire អញ្ចឹងទៅណាស្អាតចិត្តអូនណា ball fire green screen អញ្ចឹងទៅណាហើយ download នេះខ្ញុំ download តានេះខ្ញុំណាតែបងអូន download ចុះ download ទៅមុនអញ្ចឹងបងអូនមកស្ដាំលើវាចុច link in new tab មកស្ដាំលើវាទៀតយកពាក្យថា copy video URL ហើយចូលទៅកាន់ website មួយទៀតដែលមានឈ្មោះថាយើងចុច new tab ណា www.ssyoutube.com ណាដើម្បីទៅ download វាប្រសិនបើអូនមាន software ផ្សេងក៏ app ផ្សេងអីអូនប្រើចុះតែលោកគ្រូប្រើតាមហ្នឹងណាវាងាយ paste link ចូលទៅឲ្យចាំបន្តិចឲ្យវាដើរចេញមកហើយអញ្ចឹងខ្ញុំយក720ខាងលើនេះណាពេលចេញមកអញ្ចឹងអូនលុបចោលសិនទៅវា spam យើងហើយចុចម្ដងទៀតខ្លះចុចដល់3ដងហើយចុចទៅ2ដងចេញមកឃើញទេពេលចេញផ្ទាំងនឹងមកអូន download វីដេអូណាអូនចុចមកអាហ្នឹងវាចូលហើយឃើញទេវាចូលឡើង download ទៅណាអញ្ចឹងនៅពេលដែលវាចូលចឹងហើយអូនចូលទៅកាន់ folder នេះណាអូទីតាំងរបស់វាដែលទុកហ្នឹងអូនបងអូនធ្វើអីហ្នឹងហេអូនតទៀតតោះបន្ទាប់ពីយើង download វាបានមកហើយយើងចាប់វាដាក់យើងយកហៅវាមកណាចូលក្នុង project import វាមកយើងទុកនៅណាខ្ញុំទុកនៅទីនេះណាទីវាមកបន្ទាប់មកអូនទីដាក់មកខាងលើ layer ដែលមានឈ្មោះថាបាល់យើងមិញហ្នឹងអីគេfootball break out ហ្នឹងណាចុចមកស្ដាំលើវាយកពាក្យថា transform យកពាក្យថា fit to com អូខេចាំបាន fit to com មកណាចឹងយើងឃើញបាល់ភ្លើងមួយហើយចឹងយើងចាប់តាម green វាដោយប្រើគៀបអាល់ហើយគៀបកាត់មកហ្នឹងហើយ keep background ដូចមុនអញ្ចឹងអូនវាយពាក្យថាកន្លែងនេះយកចូលទៅកាន់ window យកពាក្យថា pre effect and preset ហ្នឹងមកវាយពាក្យថា key យកពាក្យថា key light 1.2 នឹងមកបាទចុចលើវាមកអូខេហ្នឹងហើយបងអូន blending វាហើយទៅឬក៏ចាំចូលក្នុង com ថ្មីក៏បានដែរអូន select អា com football breaking out ហើយនឹងអាឆេះហ្នឹងមកបង្កើតជា com ថ្មីចូលលេខ select លើវាទាំងពីរហើយ
ចូល layer យកពីថា precom យើងដាក់ឈ្មោះថា fireball ណា fireball បាទនៅពេលដែលយើងបាន fireball ហ្នឹងហើយយើងចុចទៅវា2ដងមកចូលកន្លែង fireball layer ហ្នឹងណាវាបាននៅនេះអញ្ចឹងយើងទៅ blending វាហើយ blending វាជាមួយនឹងបាល់ហ្នឹងយើងចុចនៅលើអា fireball ហ្នឹងមកយើងទៅ blending វាយកឲ្យគេយក overlay ក៏យក multiply យកស្អីក៏បានសាច់ចិត្តអូន soft light ឃើញទេយកមួយណាសាច់ចិត្តអូនណាscale វាតូចបន្តិចមកកុំឲ្យធំពេកអាភ្លើងឆេះហ្នឹងចឹងយើងចូលទៅកាន់ file នេះដើមរបស់យើងវិញមកខំដើមរបស់យើងវិញអញ្ចឹងយើងមកមើលតោះកន្លែងផ្ទះបាញ់ពេលដែលផ្ទះបាញ់ហើយបានឲ្យវាឆេះអញ្ចឹងយើងចុចនៅខាងចុងនៃផ្ទះបាញ់នេះសិនអា adjustment point ផ្ទះបាញ់ហ្នឹងណាចុចហើយចុចលើវា layer fireball មិញហ្នឹងចាំឲ្យភ្លើងនេះវា fade ឡើងនេះ fade ឡើងមានន័យថាយើងដាក់អានេះ0សិនភ្លើងហ្នឹងបន្ទាប់មកប្រហែលជាប្រហែល8 second 8 frame មកទៀតមកអានេះទៅ39មិនអត់អូនយកខតឡើងហើយណែឥឡូវយើងមើលផ្ទះបាញ់ហើយភ្លើងឆេះដល់ទាំងភ្លើងឆេះនេះណាបន្ទាប់ពីភ្លើងឆេះហើយយើងឲ្យបាល់ហ្នឹងវារួមចូលគ្នាវិញណាឲ្យបាល់នឹងរួមចូលគ្នាសិនឬក៏យើងត្រាក់ភ្លើងមួយបាល់ក៏បានដែរស្អាតចិត្តហ្នឹងបងអូនចង់ត្រាក់ណាតែបងអូនមិនចង់ត្រាក់ក៏អត់ទៅអញ្ចឹងយើងដូរមើលយើងខិតមកក្រោយបន្តិចអាកន្លែងធ្វើវាឡើងហ្នឹងវាអាចមកក្រោយបន្តិចវិញតាមប៉ុណ្ណេះចុះតោះអន្ទះបាញ់អូឆ្ងាយពេកទៀតអញ្ចឹងខិតមកក្រោយទៀតតាមនេះមកcòn ផ្ទះបាញ់ភ្លាមឆេះភ្លាមហ្មងតោះ1 2 3ទៅមើល yeah something like that ណាហើយយើងចាប់ផ្ដើម scale បាល់យើងតោះចូលទៅក្នុងអា layer ឈ្មោះថា fireball ដដែលយើងចាប់ដើម scale បាល់យើងត្រឡប់មកវិញអញ្ចឹងយើង copy មក copy អា football breaking up ហ្នឹង control D មក alt គ្នាបខាងឆ្វេងកាត់វាមកដាក់ដក speed វាវិញកន្លែងនេះ100អញ្ចឹងយើងដាក់ដក100មកវិញណាដក100មកវិញមកចុចលើវាហ្នឹងអូនណាហ្នឹងហើយដក100មកវិញមកហើយទាញយើងចង់ឲ្យបោងត្រឡប់មកវិញហើយយើងចូលទៅដោះ keyframe វាចេញសិនណាជិះមើលបានត្រឡប់ចូលវិញអត់ហ្នឹងហើយអូខេយើង scale វាណាតោះយើងបើកកន្លែង scale វាកន្លែងយើង reverse វាហ្នឹង scale វាហើយជាប្រមាណ8 frame 16 frame ស្អាតចិត្តណា scale វាធំសុំធំមើលសិនខ្ញុំតោះណា scale អីទាំងអស់យើងមើលវាចូលវិញពេលណានេះពេលនេះហ្នឹងហើយឲ្យវាត្រឡប់វិញហ្នឹងប៉ុណ្ណាមកមើលនេះប៉ុណ្នេះណាចាំឲ្យវា scale ប៉ុណ្ណអាភ្លើងហ្នឹងហ្មងអូន
Nâng ấy hai cắt à layer khẳng còng cho mình nè chẳng biết ban thời chỉnh chạy tỏ chừng mới chụp chụp khâu hai thời tế mưa xa tiết mưa ở scale chấu trầm này nâng ấy làm thòng ra sân thôi mới chúng bọc thẻ kể xóm mà ổn có mọi khâu khăn đi xong bay tận tích còn ta sân mà riêng phương bán đấy mà chỉ một vừa bán ồ dặn một đời thông như năng tiền mà hay tên nhỏ trong cái này màu phố này chỉ ca liên sâu tệ ná thế trong topic đi vừa hết bị trộn mình trẻ rồi có những đại thông máu lại nứng bây thần tép anh phương che hái tôi chỉ thông được mòn tiền về máu ở đàm đấy nữa cái nhé ở scale một phần là mình máu phần nó bị phụ còn nào chẳng những cắt này những cắt cổ mà chúng mà xóm tập này những chỗ tơ lấy giờ đàm mình composition đàm mình tập nhưng từ muốn test mạnh xóm on chúng cá phơi bị che lươn bị chẳng chừng oi phơi nó còn to na che nhưng nghĩa tầm mục tạch mình nhưng mực luôn ái nó bị thối nó nè họ lóng họ bẹo bài hết bạn trẻ ok nên tôi tụm nòng chứ nè đôi xa tàu nãy ở trạm phơi nâng chừng mũi nâng vào trong một tầng chẳng chẳng làm bay oi ban phơi nâng che sát nhưng thời giờ đây chụp bà nhưng thời giờ đây oi rồi trâu mùi bia mỏ chẳng trâu mà cho vào phơi nữa cắt cái thầm má này chẳng tới ok bà nó bị dương bàn chẳng hái nhưng châu thực cán không bàn phải dương mạnh mẽ nè thì họ máu thì bàn bưng trên việc cùng con người và nhưng châu thực cán thì các bạn ở vì mình ở vì chụp nâng phơi ngồi từ nông thì khi mà ở bị tròn ná mới ta được phơi mà và
nhưng mà chưa trả nắng á chứ những bao phẹt cái tam một thi nâng tại một đòn từ nhưng chưa trả về nhảy nhảy chớ những khi frame dùng vào cái màn này nữa cô việc lấy này ta vào trong ó trả từ để mạnh mang ok sẽ hay có họ từ một tờ thì tiền tại mạnh nâng hết có ai biết họ từ một tờ tôi thòm đà mà chứ những khi frame layer nâng thòm đà và hay họ từ thòm đà mà transform về được position với từ thòm đà pod frame nâng mà cái nhé xem tỏ những từ mới fit về mà chỗ đọc lòng một tí đã tạm toàn là dân vào lòng này sẵn á bài cái chó để bán họ trên chắc là cho nó có mọi việc chụp ai việc tới tiết từ khi frame nó tỏ tới tiết mong rồi có mọi việc chụp rồi chứ nhưng mà một lòng thì đó nè và chính chỗ đọc lòng trong cào này lòng trong cào nó cứ dương vô video thay màu nè nó đặt màu video lòng này nè này cắt lòng còn cho mà chân chú đọc lòng trong cái nào vậy chẳng bao nhiêu ta check lưng mạnh mấy hột tập bông chèn nữa nó bao check lưng đi nè chân chính applicate về máu tin như lang từ lửa đọc khi frame chỉnh này ấy ở bên trong cần đào mà lòng to nữa này ấy tao plong ở trong cái đào mà high scale về thống máu nàyแบบnàyผู้ยังกัดplong អូនអាហ្នឹងណាជា scale វាធំប្រហែល frame មកចូលទៅបុកជាងបុកកន្លែងសង្កសីឲ្យវាតូចមកអត់ប៉ុណ្ណេះចុះបុកកណ្ដាលសង្កសីធ្វើឲ្យកពិតឲ្យធ្លាក់ស្អីមកទៀតមកបួឃើញទេម៉ាំងតែឥឡូវយើងត្រូវធ្វើតទៀតណាបន្ទាប់ពីបុកហើយវាត្រូវឡងហើយពុបាល់ឡងចុះមកក្រោមអញ្ចឹងឲ្យវាបុកឲ្យវាស្កប់មកផ្លែតយើង copy keyframe បែបប៉ុណ្ណេះមកហើយបានឲ្យវាធ្លាក់ចុះមកក្រោមណាកន្លែង scale ហ្នឹងtransform ឲ្យវាធ្លាក់ចុះមកក្រោមហើយបានវា load ឡើងទៅលើចាញ់ផុតពី plot បែបនេះតោះយើងទៅមើលមួយវាបើកទៅហើយណាលាក់ចុះក្រោមហើយ load ចេញប៉ុន្តែយើង keyframe ឲ្យតំណងតិចកន្លែងហ្នឹងឲ្យវា load មានចលនាដូចបាល់អញ្ចឹងណាឥឡូវឧទាហរណ៍ថា load មកនេះមក load បួកអញ្ចឹងវាឡើងទៅលើបន្តិចមកការថា load ណាហើយបានវាចេញទៅលើបន្តិចមកឲ្យវាមើលទៅវាធម្មជាតិណាអូនតោះបួកពេលធ្លាក់មកមិនយើងចលនា load ណាការថាចលនា load បាល់ណាបើចង់ឲ្យវា smooth ដាក់ easy ease មកហ៊ានហើយ easy ease អូF9 មកចឹងវីដេអូយើងមិនតាន់ចប់ទេត្រូវនៅធ្វើអានេះកោងទៀតសង្កសីកោងបាទអូនឥឡូវបន្ទាប់ពីការស្វែងរកផលនូគូជាមួយនឹង30 effect នៅក្នុង distort នេះអូនចូលមកស្ដាំយកពាក្យថា effect យកពាក្យថា distort
អញ្ចឹងយើងរកបាន effect ចំនួន3ដែលវាសមជាមួយនឹងhomework ទី3របស់ទី2របស់យើងវាមាន CC flow នេះ CC flow motion វាមាន CC smear ឥឡូវយើងបិទអា balance សិនមកដើម្បីដឹងហើយយើង scale ឲ្យចូលណាជាធម្មតានៅពេលដែលបាល់ហោះចូលបុកម៉ាំងអញ្ចឹងវាត្រូវកពិតកន្លែងបុកហ្នឹងឯណាម៉ាំងអញ្ចឹងមកកពិតអញ្ចឹងយើងរកបាន3 effect អូនអាចប្រើមួយណាក៏បានឬក៏ប្រើទាំង3ចូលគ្នាតាមចិត្តណាតែមួយណាដែលអូនអាចគិតថាសមរម្យឃើញទេសម្រាប់គ្រូប្រហែលជាប្រើ2ប្រើនេះមួយហើយនឹង turbulent មួយដាក់ចូលគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងដូចគ្នាដដែលអញ្ចឹងយើងបង្កើតជា adjustment layer ដដែលមក new mouse ស្ដាំលើ timeline new ហើយ adjustment layer ណាហើយយើងកាត់វាមកយើងចង់ឲ្យពេលតបាល់ចូលទៅកពិតធម្មតាឥឡូវយើងបើកអា layer បាល់នឹងវិញហោះចូលហើយ boom ប៉ុណ្ណឹងណាយើងចាប់ដល់វាកពិតរហូតដល់បាំងធ្លាក់ចេញពីចំកពិតដល់ចប់មកអញ្ចឹងយើង copy effect នឹងចូលមកនៅក្នុងនេះគេមិញនៅក្នុងម៉ាស់នេះចឹង copy ទាំង3មកណាដាក់ចូលមកហើយបើកភ្នែកឯងអត់កើតទេបើសិនអានេះប្រើ adjustment វាទៅទាំងអស់ហើយអញ្ចឹងយើងប្រើនៅក្នុងម៉ាស់មិញត្រូវហើយនេះគឺជា folder ដែលយើងម៉ាស់មួយមិញណាអញ្ចឹងយើងបើកក្នុងហ្នឹងមកទៅហើយយើងកំណត់វិញហើយយើងប្រើ2ណាចាំសេរីតាមនឹងខ្លួនឯងណាអូនណាម៉ាំងមុនទៅដល់អត់តឲ្យវាកពិតចឹងទេធម្មតាសិនណាយ៉ាងហ្នឹងគេហៅបោកប្រាស់វិធីបោកប្រាស់របស់យើងសិនធម្មតាចូលចឹងឃើញទេនឹងវាចូលធម្មតាសិនដល់ពេលម៉ាំងហើយដល់កពិតឃើញទេហើយបានធ្លាក់មកការកពិតដូចគ្រូនិយាយចឹងសេរីខ្លួនឯងណាកពិតតំណងមិនមិនតំណងមិនគឺ effect នឹងមានឈ្មោះ3ហ្នឹងសេរីខ្លួនឯងបន្ថែមបន្តខ្លួនឯងមកញ៉ាម៉ាំងយ៉ាប់ទៅ effect មួយនេះម៉ាំងបិទហ្នឹងហើយ homework យើងមានប៉ុណ្ណឹងហើយយើង render ចេញមកដើម្បីយកមកកាត់នៅក្នុង Premiere បញ្ចូលសលេងបន្ថែមណាដាក់ sound effect វាអូនហើយយើង render ចេញមកបាទអញ្ចឹងយើងចូលទៅ render ចេញមកទាំងអស់មកណាដើម្បីទាញទៅកាត់ទៅក្នុង Premiere អូនណាហ្នឹងហើយដើម្បីយកទៅដាក់ sound effect នៅក្នុង Premiere វិញឃើញទេ
mang cái bật nè lẹ hai lột control ấm lúc lời cháu output module low slash vô bị thay AP học 4 vô sẽ lấy một class nó lại đi audio output vô audio output on ok máu hai dân đã khăn khéo máu lại nè breaking ball enter trên máu của nâng trăm phép chung mục ma giờ cho rồi và chẳng những từ play mưa từng ngọc này play ở thông mưa từ món này thá về mạch world map homework 2 play nông VLC tạo hiện mưa từng ngọc này mất chẳng chẳng năng ngày từng ngọc này một sân trong máy chỉ AP học 4 mấy cho bạn lời trong máy chỉ quick time bánh anh vô play nông VLC tôi kia oh up space trên những máy xả tiến á AP học 4 từ đài cho môn mình bàn ha mình tôi chỉ up mình spam sân dùng trên châu tôi muốn chẳng vô AP học 4 đâu lại nên tôi chia audio output on ok máu output nữa nè to render nó xem xong nhiều cái đá màn bật ok tao chỉ play một lần đi bàn thông một bàn cho bạn nó sẽ ba tiền ô cả đây chẳng những sâu chia đi mình sâu chỉ quick time mình quick time hay vô audio output on the dial ok máu nhiều thì tăng the dial breaking out ball tao gì quick time đó mới để ta quick time play cho bạn này nè play không VLC từ đấy đó bà ơi ta còn hiện tiện làm cho bạn mang viên ok homework với mình phần nắng đấy chẳng từng học nàyធ្វើឲ្យផ្ញើឲ្យខ្ញុំនៅសប្តាហ៍ក្រោយយ៉ាងយូរបំផុតម៉ោង 12 យប់ណានៅថ្ងៃច័ន្ទអូខេកុំថតណាហាឈ្មោះមួយសិន